ខ្ញុំយកច្រើនចុះជាងនេះបន្តិចទៅអាឡូដល់ឥឡូវហើយកុំបញ្ញាពេកបងមានបញ្ហាណាអ្នកបងទី1ថាម៉េចមកទៅបងមកផ្លែតមកអ្នកបងហើយទោះត្រីរត់កាត់ភ្លើងក៏ខ្ញុំទៅដែរអេបងលោកអត់ណាបន្ទប់ហើយជាមានទូរស័ព្ទមកគឺមានបញ្ហាឈ្មោះសិនមីយើងនឹងទៅសម្លាប់ស្ដេចខ្មោចដោយមិនខ្លាចអ្វីនោះឡើយអ្នកណាមកក៏គ្មានប្រយោជន៍ដែរថ្ងៃនេះនាងត្រូវតែស្លាប់ហើយពួកឯងបំរើនាងឲ្យបានល្អអ្នកបងទី1ប្រកាសជាចប់ហើយចង្រៃអញហ៊ានរករឿងបងទី1យើងផងអ្នកលីហ៊ីមកពីណានេះមិនមែនជាឆាតលីហ៊ីទេណាបើមិនចង់ស្លាប់ឆាប់ចេញទៅស៊ីឡានមកតែម្នាក់អញទេបងទុកចិត្តចុះមិននឹងអញមានខ្ញុំតែម្នាក់អញទៅបងប្អូនយើងកំពុងមកទទួលបងហើយបងប្អូនពួកយើងស្វាគមន៍អ្នកបងទី1ប្រឡូកពិភពគុនសាជាថ្មីពួកនាងពិតជាគួរអស់សំណើចណាស់វងមនុស្សចាស់ឈឺនិងពិការនិងអ្នកលេងហ៊ីមកទៀតអីពួកឯងក៏មិនធូរដែរសោះសំលេះវងមនុស្សទាំងអស់នេះឲ្យអស់ឲ្យយើងទៅបងប្អូនពួកយើងប្រមូលកាបិនពីដៃពួកអាចង្រៃនេះឲ្យអស់ទៅចូលវាយញៀបទៅវាយទៅហេអាឡូហេកុំអីខ្ញុំកាប់មើលកាបិតនេះសិនចាំខ្ញុំយកឲ្យណាពួកឯងឆាប់ក្រោកឡើងវិញមកហើយសម្រាប់ពួកនេះវិញភ្លាមទៅឲ្យលឿនឡើងនាងចង់ធ្វើស្អីណែបងខ្ញុំដឹកខុសហើយខ្ញុំគ្មានចេតនាទេត្រឡប់ទៅប្រាប់ឈិនធានមិញវិញលាងកគេឲ្យស្អាតចាំយើងទៅអាចង្រៃនេះប្រគល់ឲ្យពួកឯងហើយទឹកជីវិតត្រឹមឲ្យគេតែប្រាប់ឈិនធានមិញទៅបានហើយកុំអីណែបងទី1កុំฉันไม่ដឹងថាฉันធានមីងនឹងមកសងសឹកនៅពេលឆាប់នេះអាហ្វីដំបងគឺហ៊ីឡូអ្នកបន្ទាប់គឺជានាងហើយក្រៅពីសិនមីនៅមានឯងនិយាយថាម៉េចមានកូនស្រីម្នាក់កូនស្រីឬមួយជាកូនស្រីខ្ញុំទៅហើយតែគាត់ជាកូនរបស់ខ្ញុំកាលយប់នោះក្រោយសិនមីផឹកថ្នាំគេបានដេកជាមួយខ្ញុំមានកូនស្រីម្នាក់ខ្លាំងដៃយ៉ាងនេះផងហីសិនស៊ីឆាប់ចាត់ការទៅសិនមីស្លាប់រស់មិនសំខាន់ទេជីវិតកូនស្រីនៅក្នុងដៃនាងយកមកឲ្យខ្ញុំអាហ្វីសម្រាប់ស្រួលទៅឈិនធានមីងប្រឡូកនៅក្នុងពិភពគុណបានឆ្លងកាត់ឧបសគ្គច្រើនណាស់ពេលនេះគេដឹងថាខ្លួនឯងមានកូនស្រីម្នាក់ចង់រកវិធីយកកូនស្រីត្រឡប់មកវិញអាឡូបងស្រីជួយផងយ៉ាងស៊ីយ៉ាងម៉េចហ្នឹងនៅសន្តាគារឈិនបន្ទប់303គេចាប់ចម្រិនម៉ាក់ខ្ញុំទៅជាមួយដែរមិនបាត់ទេនៅមើលទៅអល្អទៅម៉ាក់ចេះចាត់ចែងហើយសិនស៊ីសិនស៊ីសៀវមីខានជប់គ្នាយូរហើយឈិនធានមីងប្រកល់សិនស៊ីមកវិញក្រែងសិនស៊ីនៅក្បែរខ្លួននាងហើយទៅ